ហូមតូចសូមជូនរឿងស្រីដកទងកាលកន្លងយូរណាស់ហើយមានស្ត្រីម្នាក់ក្បត់ស្វាមីរបស់ខ្លួនដោយហេតុបណ្ដាលមកពីនាងនោះជាអ្នកចំណូលខាងមើលល្បែងមហោស្រពដល់មើលយូរទៅក៏កើតសេចក្តីស្នេហាអកុសលចំពោះតួឯកល្ខោនម្នាក់នៅកំឡោះដែលមានរូបឆោមឆើតឆាយអ្នកនៅផ្ទះជិតខាងឃើញអំពើលាមករបស់នាងដូចនោះលួចនិយាយខ្សឹបប្រាប់គ្នារឿងនេះមិនស្ងាត់ឮដល់ម្ចាស់ខ្លួនក៏កើតវិវាទឆ្លោះទាស់តែងគ្នាជេរប្រតិចផ្ដាសាទៅវិញទៅមកអ្នកជិតខាងនាំគ្នាហៅនាងនោះថាស្រីដកទងតាំងពីពេលនោះមកពាក្យថាដកទងคล้ายមកពីពាក្យសៀមមានន័យថាដកថងប្រែជាភាសាខ្មែរថាផ្កាមាសឬក៏ស្រីផ្កាមាសឬស្រីសំផឹងថ្ងៃមួយស្វាមីមិននៅស្រីដកទងបាននាំតួឯកល្ខោនមកសប្បាយក្នុងផ្ទះតាមអំពើចិត្តមិនយូរប៉ុន្មានស្រាប់តែស្វាមីមកដល់នាងក៏ឲ្យសហាយចូលក្នុងទូបិទទ្វារទៅរីឯកូនរបស់នាងដែលទើបនឹងចេះនិយាយមិនតាន់ច្បាស់ការឃើញឪពុកចូលទៅដល់ក្នុងផ្ទះក៏រត់ទៅអោបប្រាប់ថាឪខោននៅក្នុងទូនោះខោននៅក្នុងទូនោះឪពុកស្ដាប់ច្រឡំស្មានថាកូនឲ្យយកខោនៅក្នុងទូរៀបនឹងក្រោបទៅបើកទូស្រីដកទងប្រើកលមាយាស្ទុះទៅពើកូនធ្វើមុខស្ងួតធ្ងោប្រាប់ប្តីថាខ្ញុំដូចជាចង់ខ្យល់ចាប់ញ័រខ្លួនសូមបងទៅទិញថ្នាំឲ្យខ្ញុំបន្តិចស្វាមីឃើញភរិយាខ្លួនមានមុខស្រពួនដូច្នេះក៏ប្រញាប់ទៅទិញថ្នាំឲ្យភ្លាមការប្តីចុះផុតហើយស្រីដកទងទៅបើកទ្វារឲ្យសហាយចេញមកប្រាប់ថាសូមបងរកឧបាយសម្រាប់ប្តីខ្ញុំចេញកុំឲ្យរំខានដល់សេចក្តីស្នេហាសេចក្តីសុខរបស់យើងសហាយយល់ស្របដូចនាងក៏ចុះពីផ្ទះនោះទៅ3ថ្ងៃក្រោយមកសហាយបានយកថ្នាំពុលទៅឲ្យស្រីដកទងបំពោស្វាមីនាងស្រាប់ទៅស្រីដកទងក៏យកសហាយមកនៅជាមួយធ្វើជាប្តីទៅ2ថ្ងៃនោះមកពួកកូនល្ខោនចាប់ផ្ដើមអុកស៊ីបាយដេកពេញផ្ទះមិនយូរប៉ុន្មានស្រីដកទងក៏មានសហាយថ្មីទៀតដែលជាកូនល្ខោនក្នុងចំណោមអ្នកល្ខោនទាំងនោះយប់មួយស្រីដកទងឃើញប្តីដេកលក់សុបហើយក៏ក្រោកចេញពីមុំខ្លួនទៅដេកក្នុងមុំកូនល្ខោនដែលជាសហាយយូរបន្តិចឮមាត់កូនយំស្រីដកទងប្រញាប់ប្រញាល់ស្រវាបានសារងសហាយស្លៀកមកដេកក្នុងមុំជាមួយប្តីវិញហើយសហាយនោះក៏ស្លៀកសម្ពុតស្រីដកទងនោះទៅដែលឥតដឹងខ្លួនទាំងពីរនាក់លុះព្រឹកឡើងស្រីដកទងភ្ញាក់មុនប្តីបន្តិចដឹងច្បាស់ថាច្រឡំសរងសហាយហើយក៏យកភួយដណ្ដប់យ៉ាងជិតដាស់ប្តីហើយប្រាប់ថាខ្ញុំដូចជារងាចង់គ្រុនសូមបងទៅផ្សារឥឡូវនេះទៅក្រែងទិញត្រីបន្លែមិនតាន់គេប្តីក៏ប្រញាប់ទៅតាមពាក្យប្រពន្ធលុះប្តីចុះផុតស្រីដកទងក្រោបទៅដាស់សហាយដូរសម្ពុតគ្នាវិញយប់មួយទៀតស្រីដកទងនិងសហាយស្រោះចិត្តគ្នាចាក់សម្លាប់ប្តីចោលកំពុងដេកលក់ចាក់សម្លាប់ប្តីចោលនៅពេលដែលប្តីកំពុងដេកលក់លុះស្លាប់ហើយប្រជុំគ្នាមិនដឹងយកខ្មោចទៅចោលឯណាស្រីដកទងជាមនុស្សឆ្លាតក្នុងកលមាយានឹកឃើញថាអញមានចិត្តស្រឡាញ់កូនល្ខោនម្នាក់ទៀតដែលមានរូបឆោមស្អាតល្អហើយនៅក្មេងផងឯសហាយជួយសម្លាប់ប្តីអញនេះអញបានរួមសុខរួមទុក្ខរួមសង្វាក់នឹងគ្នាយូរក្រែហើយដូច្នេះអញត្រូវសម្លាប់សហាយនេះឲ្យស្លាប់ជាមួយគ្នាទាំងពីរនាក់
អញយកសហ័យថ្មីក្មេងជាទីពេញចិត្តរបស់អញវិញលោកគិតដូចនេះហើយស្រីដកទងនិយាយនឹងសហ័យដែលជួយសម្លាប់ប្តីនោះថាខ្ញុំនឹកឃើញហើយបងយើងរុំខ្មោចនេះហើយបងលីយកទៅចោលក្នុងទន្លេក្រោយផ្ទះយើងត្រង់កន្លែងដែលមានក្រពើកំណាចឲ្យវាស៊ីអស់ទៅហើយយើងមកប្រាប់អ្នកជិតខាងថាយប់មិញនំគ្នាទៅងូតទឹកក្រពើខាំប្តីខ្ញុំស្លាប់កុំឲ្យគេសង្ស័យសហ័យក៏ធ្វើតាមខំលីខ្មោចដល់មាត់ទន្លេត្រង់ច្រាំងចោតដែលមានក្រពើកំណាចស្រីដកតងប្រាប់សហ័យនោះថាបងក៏គុំទម្លាក់ខ្លាំងក្រែងគេឯងឮសូមបងដើរឲ្យជិតទៅដល់មាត់ច្រាំងហើយដាក់ប្រមៀលឲ្យស្រួលសហ័យក៏ធ្វើតាមកំពុងតែបន្ទាបខ្លួននឹងប្រមៀលខ្មោចនោះស្រីដកតងក៏ច្រានទម្លាក់សហ័យនឹងសាកសពប្តីទៅក្នុងទឹកហើយក្រពើក៏ខំហែកស៊ីទាំងសាកសពប្តីនិងសហ័យនោះទៅស្រីដកតងធ្វើមាយារត់ស្រាយប្រាប់អ្នកស្រុកឲ្យជួយថាក្រពើខំប្តីនិងកូនល្ខោនម្នាក់ស្លាប់ទៅហើយអ្នកស្រុករត់ទៅមើលទាំងយប់ឃើញទឹកបែកពពុះក៏ជឿឥតសង្ស័យស្រីដកតងយកសហ័យថ្មីដែលនៅក្នុងក្រុមល្ខោននោះមានរូបក្មេងស្អាតនោះធ្វើជាប្តីបន្តដល់ទីបំផុតនិងនាងស្រីដកតងត្រូវសហ័យទី3នោះសម្លាប់នាងវិញរឿងនេះមានគតិអប់រំថាធម្មតាស្ត្រីជាស្រីខូចតែងមានចិត្តសាហាវឃោឃៅដោយសត្វខ្លាកំណាចឬដំរីចុះព្រៃប្រុសទាំងឡាយគួរប្រុងប្រយ័ត្នចំពោះស្ត្រីពួកនេះឲ្យដូចជាការប្រុងប្រយ័ត្នចំពោះសត្វសាហាវដែរព្រោះស្ត្រីពួកនេះមានកលមាយាទច្រើនណាស់សុភាសិតបុរាណថាពួកស្រីឈួតកាមដូចចាប់ស្រុកនៅនឹងមិនសុខមិនចេះស្ដាប់មិនចេះស្កប់ផ្លាស់ប្ដូរប្រុសព្រានដល់4-10មិនចេះធុញថប់ចេះតែចង់ភូមិតូចសូមអរគុណយើងនឹងជួបគ្នាម្ដងទៀតនៅរឿងបន្ទាប់